ទង្វើដូចសង្សារប៉ុន្តែមិនមែនជាស្នេហានឹងគេហៅថា situationship ហើយនឹងគឺជាពាក្យថ្មីមួយដែលមកពីពាក្យ situation បូក relationship មានន័យថាយើងមានអារម្មណ៍ដូចជាដៃគូស្នេហាប៉ុន្តែអត់ច្បាស់ថាជាមិត្តឬលើសពីមិត្តទាំងពីរអ្នកហ្នឹងគឺធ្វើសកម្មភាពដូចដៃគូស្នេហាអញ្ចឹងជួបគ្នាខលរកគ្នានិយាយគ្នាចារកគ្នាប៉ុន្តែបើសួរថាត្រូវជាអីអត់មានចម្លើយហើយនេះជារោគសញ្ញាមួយចំនួនដែលបញ្ជាក់ថាយើងកំពុងតែស្ថិតក្នុង situationship គឺយើងអត់ដឹងថាគេគិតមិនមកលើយើងមានអារម្មណ៍ថាយើងដូចជាដៃគូស្នេហាដូចជា couple ប៉ុន្តែយើងអត់មាន title អីនៅក្នុងបេះដូងគេទេហើយយើង take care គេច្រើនជាងគេ take care យើងអត់ដឹងថារំពឹងអីហើយគួរត្រូវចាក់ចែងពី situationship នឹងពេលណាគឺមានអារម្មណ៍ថាយើងដូចកំពុងតែនៅក្នុង relationship ដែលទទួលស្គាល់ពីយើងតែម្នាក់ឯងគេអត់មានបានទទួលស្គាល់មួយយើងទេចុះធ្វើម៉េចដើម្បីចាក់ចែងពី situationship នឹងគឺមិនមែនជាកំហុសទេប៉ុន្តែចាត់ទុកថាជាពេលវេលាមួយដែលយើងសាក់លបងស្វែងយល់ចិត្តគ្នាហើយនឹងមើលចិត្តគ្នាជាមួយនឹងដៃគូទៅប៉ុន្តែកុំឲ្យ situationship នឹងវាទៅឆ្ងាយពេករយៈពេលវាយូរពេកអញ្ចឹងកំណត់ពេលវេលាមួយច្បាស់ថាឥឡូវយើងស្ថិតក្នុង situationship នឹងត្រឹមតែរយៈពេលពី6ខែទៅ1ឆ្នាំទេអញ្ចឹងលើសពីពេលវេលាហ្នឹងគឺសួរគេស្វែងរកភាពច្បាស់លាស់ពីដៃគូមកវិញតើគេចង់ upgrade situationship នឹងទៅ relationship ឬក៏អត់ពេលហ្នឹងឯងជាពេលដែលយើងនឹងបានចម្លើយថាយើងគួរបន្តស្ថិតក្នុង situationship នឹងទៀតឬក៏ដើរចេញពីវាហើយត្រឡប់មកស្រឡាញ់ខ្លួនឯង